សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្រៀនបងប្អូនអំពីកម្មវិធីកាត់តវីដេអូមួយដែលមានឈ្មោះថា Adobe Premiere ដែលកម្មវិធីនេះជួយឲ្យបងប្អូនធ្វើការលឿននិងមានកម្រិតវីដេអូច្បាស់ល្អជាដំបូងយើងចូលទៅក្នុងកម្មវិធី Adobe Premiere ដែលយើងទៅរកពាក្យ Project ពាក្យ Project ហ្នឹងគឺជាកន្លែងបង្កើតឈ្មោះសម្រាប់បង្កើតវីដេអូពេលដែលយើងចុចចូលពាក្យproject នឹងហើយយើងនឹងឃើញផ្ទាំងមួយតែផ្ទាំងហ្នឹងគឺជាកន្លែងកំណត់ឈ្មោះសម្រាប់វីដេអូរបស់យើងចង់ដាក់ឈ្មោះអីដូចជាឈ្មោះរបស់យើងផ្ទាល់អញ្ចឹងណាហើយសម្រាប់ខ្ញុំដាក់ឈ្មោះរបស់ខ្ញុំពេលដែលយើងបង្កើតឈ្មោះរបស់យើងរួចហើយយើងក៏លេខទៅមើលខាងស្ដាំដៃហ្នឹងយើងឃើញពាក្យអង់គ្លេសដែលគេទៅសេថា project location ហ្នឹងគឺជាកន្លែងកំណត់ទីតាំងដែលយើងត្រូវ save វីដេអូទុកនៅកន្លែងណាអញ្ចឹងណាបងប្អូនសម្រាប់ខ្ញុំបន្ទាប់ពីយើងជ្រើសរើស file ដែលយើងត្រូវទុកហើយបងប្អូនក៏លេខមកនៅខាងស្ដាំដៃហ្នឹងគឺមានពាក្យដែលគេដាក់ថា create អញ្ចឹងបងប្អូនចុច create មកពេលចុច create ហើយបងប្អូនឃើញលោតផ្ទាំងរបស់កម្មវិធីហ្នឹងសម្រាប់ឲ្យយើងកាត់តផ្ទាំង4ហ្នឹងខ្ញុំនឹងប្រាប់នៅវីដេអូទី2សូមបងប្អូនកុំភ្លេចតាមដានវីដេអូទី2របស់ខ្ញុំបន្តហើយសូមជួយចុច Subscribe Channel YouTube ឬក៏ Facebook TikTok របស់ខ្ញុំមួយផងបាទសូមអរគុណ